ដាក់ឃ្លាំមើលលើកឡើងថាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC និងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជាថៃគឺជាលទ្ធផលដែលកម្ពុជាចាញ់ប្រៀបថៃព្រោះកម្ពុជាបានទទួលយកសំណើថៃដែលប្រឆាចពីសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោកម៉ែនណាតបានប្រាប់សារព័ត៌មាននៅ Cambodia Daily នៅថ្ងៃនេះថាកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជាថៃដែលបញ្ចប់នៅថ្ងៃនេះមានចំណុចខ្វះខាតជាច្រើនសម្រាប់កម្ពុជាប៉ុន្តែបានផ្ដល់ផលចំណេញទៅឲ្យភាគីថៃជាក់ស្ដែងការឯកភាពគ្នាជុំវិញការសាងសង់បង្គោលព្រំដែនឡើងវិញចំនួន15បង្គោលតាមគំរូដើមបង្គោលចំនួនបារាំងលុះត្រាតែកម្ពុជានិងថៃស្នើសុំកិច្ចសហការពីប្រទេសបារាំងទាំងអ្នកជំនាញបច្ចេកទេសទាំងផែនទីផ្ទៀងផ្ទាត់និងឯកសារពាក់ព័ន្ធនានាដូចជារបាយការណ៍លម្អិតអំពីទីតាំងបង្គោលព្រំដែននីមួយៗរួមទាំងនិយមការបង្គោលព្រំដែនជាដើមចំណែកការចុះវាស់វែងនឹងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្ដែងក្នុងកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ42ដល់បង្គោលលេខ47នៅលើដីជាក់ស្ដែងនៅក្នុងតំបន់ភូមិជោគជ័យនិងតំបន់ភូមិព្រៃច័ន្ទកម្ពុជាត្រូវប្រឈមនឹងការបាត់បង់ផ្នែកខ្លះទៀតទៅខាងភាគីថៃដោយថៃសំអាងថាយោធាថៃបានឈរជើងនៅលើទីតាំងជាក់ស្ដែងព្រោះកម្ពុជាមិនបានលើកឡើងអំពីការឈ្លានពានរបស់ថៃនៅទីតាំងទាំងនោះទេចំណែកឯសកម្មភាពថៃដែលបានចូលទៅរាយបន្លាលួសឈូសឆាយដីនិងបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យដោយបំពានច្បាប់ក៏មិនត្រូវបានកម្ពុជាលើកឡើងដើម្បីឲ្យភាគីថៃបញ្ឈប់ការធ្វើសកម្មភាពក្នុងកិច្ចប្រជុំនេះដែរលោកម៉ែនណាតលើកឡើងថាចំណែកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC ក៏មានចំណុចសង្ស័យផ្ដល់ផលចំណេញទៅឲ្យភាគីថៃដែរព្រោះការឯកភាពគ្នាក្នុងការដោះមីននៅតំបន់ចំនួននិងការសហការបង្ក្រាបអក្រិតកម្មអនឡាញគឺស្មើនឹងបើកផ្លូវឲ្យភាគីថៃលុកលុយកម្ពុជាតាមឧបាយកលរបស់ពួកគេទៅថ្ងៃក្រោយបន្តទៀតប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះស្នើឲ្យរដ្ឋាភិបាលកម្ពុជាច្រានចោលលក្ខខណ្ឌរបស់ថៃដែលបានលើកឡើងទាំងអស់នោះព្រោះថាជាលក្ខខណ្ឌដែលប្រឆាចពីខ្លឹមសារដើមនៃសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និងឆ្នាំ1907និងផែនទីបារាំងខ្នាត1លើ200,000ស្ដីពីការកំណត់ព្រំដែនគោកកម្ពុជាថៃលោកបញ្ជាក់ថាកម្ពុជាត្រូវតែពិនិត្យលិខិតទុបករអន្តរជាតិពាក់ព័ន្ធរួមទាំងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ1991ផងដែរដើម្បីជាយន្តការដោះស្រាយរឿងព្រំដែនជាមួយនឹងប្រទេសថៃនាពេលនេះជាងនេះទៅទៀតកម្ពុជាត្រូវប្រញាប់ដាក់ពាក្យបណ្ដឹងប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ICJ ដើម្បីការពារបូរណភាពទឹកដីខ្មែរនិងទាមទារយុត្តិធម៌ជូនពលរដ្ឋខ្មែរវិញចំណែកប្រធានគណៈបកចំនួនថ្មីលោកមីកសវណ្ណារាក៏បានប្រាប់សារព័ត៌មាននៅ Cambodia Daily នៅថ្ងៃនេះដែរថាប្រសិនបើកម្ពុជាឈរលើសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ឬអនុសារណៈ MOU ឆ្នាំ2000និង2001ផ្អែកលើផែនទីខ្នាត1លើ200,000ដូច្នេះនៅពេលនេះគឺមានតែរងចាំមើលគណៈកម្មាធិការកិច្ចការព្រំដែនចម្រុះ JBC និង GBC នាំគ្នាដោះស្រាយបញ្ហានៅចំពោះមុខសិនលោកសង្ឃឹមថារដ្ឋាភិបាលកម្ពុជានឹងប្រយ័ត្នប្រយែងហើយមានភាពវៃឆ្លាតក្នុងការចរចាដែលមិនបាត់បង់ទឹកដីកម្ពុជាហើយត្រូវតែបញ្ចប់ការប្រទីងប្រទង់គ្នាសម្រាប់អនាគតកម្ពុជានៃអ្នកជំនាន់ក្រោយកម្ពុជាថៃបានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នានៅថ្ងៃនេះស្តីពីកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជាថៃដែលត្រូវបានបញ្ចប់កាលពីថ្ងៃពុធថាភាគីទាំងពីរបានឯកភាពគ្នាលើលក្ខខណ្ឌចំនួន7ចំណុចរួមមានការបោះបង្គោលព្រំដែនគំរូដើមពីចំនួនបារាំងនិងការចុះវាស់វែងពិនិត្យខណ្ឌសីមាជាក់ស្ដែងក្នុងតំបន់ភូមិជោគជ័យនិងភូមិព្រៃច័ន្ទជាដើមភាគីទាំងពីរបានឯកភាពគ្នាប្រគល់ភារកិច្ចជូនអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែនកម្ពុជាថៃ JTSC ដើម្បីសាងសង់ឡើងវិញនៅបង្គោលព្រំដែនចំនួន15តាមគំរូដើមចំនួនបារាំងបន្ថែមពីនេះភាគីទាំងពីរក៏បានលើកឡើងពីការពាក់ព័ន្ធទៅនឹងករណីចុះវាស់វែងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្ដែងនៅចន្លោះបង្គោលលេខ42ដល់បង្គោលលេខ47នៅក្នុងតំបន់ភូមិជោគជ័យភូមិព្រៃច័ន្ទរបស់កម្ពុជានិងភូមិនងច័ន្ទរួមទាំងភូមិនងយ៉ាកែវរបស់ថៃផងដែរចំណែករដ្ឋមន្ត្រីការពារជាតិកម្ពុជាលោកទាសីហាក៏បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅ GBC នៅថ្ងៃនេះដែរថាភាគីកម្ពុជាថៃបានឯកភាពគ្នាសម្រួលអាវុធធុនធ្ងន់និងយុទ្ធពករឲ្យត្រឡប់ទៅមូលដ្ឋានដើមវិញជាងនេះទៅទៀតភាគីទាំងពីរក៏បានឯកភាពសហប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនរួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Cyber Scam និងការជួញដូរមនុស្សព្រមទាំងឯកភាពសហការគ្នាដោះមីនមនុស្សធម៌តាមតំបន់ព្រំដែនដែលព្រមព្រៀងគ្នាផងដែរ